អូខេជំរាបសួរអ្នកគ្នាជួយជាមួយនឹងខ្ញុំអានឈីនិនម្ដងទៀតហើយស្វាគមន៍មកកាន់ការសម្រាយរឿងរបស់យើងហើយមុននឹងចូលទៅកាន់សាច់រឿងអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like ហើយនឹងជួយចុច subscribe ឲ្យ channel ខ្ញុំម្នាក់មួយផងទុកជាការលើកទឹកចិត្តអ្នកគ្នាហើយតោះមិនបាច់អូកាឡាសាច់រឿងទេចូលមកដល់សាច់រឿងរបស់យើងហ្មងទៅនៅក្នុងវគ្គនេះ Minori គាត់ក៏បានមកដល់នៅក្នុងទីក្រុង Miel ដែលសារតការការពារនឹងវាងធូរលងដោយសារតែចៅហ្វាយក្រុងនឹងគឺត្រូវការអ្នកប្រមាញ់បិសាចអីអញ្ចឹងអ្នកគ្នាដូច្នេះ Minori គឺគាត់ចូលយ៉ាងស្រួលហ្មងហើយ Minori ក៏មកដល់ហាងមួយមើលម្ចាស់ហាងនឹងធ្វើមុខដល់កយ Minori គាត់ក៏ឲ្យកាក់មកកាក់ទៅបន្ទាប់ពីគាត់បោះលុយហើយអាដេញណែអញញឹមខ្ជិបយកបរយចៃចឹងបងឈ្មោះអីបងហើយ Minori ក៏បាននិយាយថាឈ្មោះខ្ញុំគឺ Hati School បន្ទាប់ពី Minori គាត់រៀបចំអីវ៉ាន់ទុកហើយគាត់ក៏ចាប់ផ្ដើមចេញដំណើរដើម្បីស៊ើបព័ត៌មានខ្លះពីព្រោះអីមកដល់ក្រុងថ្មីយើងត្រូវតែឆែកមើលនឹងនេះឯងឲ្យដឹងថាកន្លែងរបស់យើងមកនៅថ្មីហ្នឹងវាមិនហើយ Minori ក៏ម្ដងក្នុងហាងមួយផងដែរគាត់ក៏បានស្ដាប់លើវិជាជននៅទីហ្នឹងគឺកំពុងតែនិយាយគ្នាពីកងទ័ពនឹងនេះឯងហើយមាននគរច្រើនខ្លាំងមែនតើខ្ញុំអត់រៀបរាប់នោះទេប៉ុន្តែអីដែលគួរចាប់អារម្មណ៍នោះគឺកងទ័ពនៅខាងក្រៅតំបន់នឹងនេះឯងអាណាចក្រមួយហ្នឹងគឺមានអ្នកប្រយុទ្ធខ្លាំងមែនតើជាពិសេសគឺអ្នកចម្បាំងនាគខ្មៅដែលជា Humanity Strongest គឺជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លាគ្មានណាគេអាចប្រៀបបានទេបន្ទាប់ពីស៊ើបបានប៉ុណ្ណឹងហើយ Minori គាត់ក៏ទៅកន្លែងគាត់វិញទៅបន្ទាប់ពី Minori ក៏បានមកដល់កន្លែងគាត់វិញគាត់នៅតែអង្គុយគិតពិចារណាអំពីរមួលវេទមន្តដែលគាត់បានយកពីលាអាងភ្នំមរណៈនឹងនេះឯងដោយរមួលឬមួយក៏សភៅវេទមន្តនេះគឺគាត់អាចអានខ្លួនឯងបានទេពីព្រោះអីវាគឺជាភាសាសម័យបុរាណគាត់គឺមានតែជំរើសមួយនោះទេចូលទៅក្នុងព្រៃបិសាចភ្នែកមាសហើយនឹងទៅរកមេធ្មប់ហាម5នឹងនេះឯងហើយ Minori ក៏បានគិតបន្ថែមទៀតដែរថាគាត់គឺមានតែពង្រឹងសមត្ថភាពរបស់ Pikimaru របស់គាត់នោះទេនៅថ្ងៃបន្ទាប់ចៅហ្វាយក្រុងនឹងគឺចាប់ផ្ដើមប្រកាសនៅលាអាងភ្នំថ្មីដែលខ្លួនទៅតែនឹងរកឃើញនឹងនេះឯងហើយរបស់ដែលសំខាន់គឺពេងនិករាជខ្ញុំមិនដឹងហៅអីទេហើយបើសិនណាជាពួកគេអាចរកឃើញនៅពេងនិករាជមួយនេះពួកគេនឹងផ្ដល់រង្វាន់ឲ្យចំនួន300កាក់មាសនឹងនេះឯងដូច្នេះហើយខ្ញុំសូមរំពឹងឲ្យអ្នកផ្សងព្រេងទាំងអស់គ្នាតម្រង់ជួរដើម្បីត្រៀមចូលទៅកាន់លាអាងហើយនៅពេលនោះ Minori ក៏ចាប់អារម្មណ៍អាប៉ែមួយដែលកំពុងតែតប៉ែនឹងផងដែរទេខ្ញុំមានអារម្មណ៍ថាដូចស្តៀងមុខចែងដូចធ្លាប់ឃើញនៅណាមិនដឹងទេនេះប្រហែលជាប៉ែនឹងប្រធានក្រុមអីមួយដឹងហើយពួកគេក៏ចាប់ផ្ដើមជែកថាប្រធានក្រុមមួយនោះគឺជាអំបូអែលនឹងនេះឯងខ្ញុំនឹកឃើញកាលពីមុនណាចែងដូចជាបដិសេធខ្ញុំទៅអត់ហើយចង់និយាយថាឯងណាគេអត់មានដែរស្គាល់លេងហើយអត់ដែរឃើញមុខទៀតរួចវាមិនដែលអញចាំច្បាស់ណាស់អញចាំច្បាស់ណាស់ជាពិសេសអត្តចរិតដ៏ខូខើរបស់ម្នាក់ស្រីនឹងតែម្ដងហើយបើចង់បោកអ្នកណាគឺបោកបានប៉ុន្តែបើសិនជាចង់បោកយើងដែលជាអ្នកអង្គមិនដៃរុក្ខទីម្នាក់នេះគឺបាននោះទេគឺមិនអាចបោកបានជាដាច់ខាតហើយនៅក្នុងពេលនេះផងដែរគឺបង្ហាញមុខភ្លាមមកនាងគឺជាអំបូអែលនឹងនេះឯងអ្នកទាំងអស់គ្នាគឺ surprise ដែរទេថាចុយស្អីហ្នឹងនិយាយបែឯងមិនមែនប្រធានក្រុមអែលផងកាច់យកចាញ់ថាឈ្មោះរបស់ខ្ញុំគឺ Misty មិនមែន copy ដូចសៀមទេលបលកាច់យកធ្វើឲ្យអាម៉ាស់មុខដឹងស្អីអាបែនេះដូចឈួតនេះមិនអីខ្ញុំនឹងឲ្យនាងសងខ្ញុំនៅពេលក្រោយហើយរឿងយើងក៏កាត់មកដល់ Minori វិញផងដែរដែលគាត់គឺបានប្រាប់ទៅកាន់ Misty ថាសារក្រោយនាងគឺគួរតែប្រយ័ត្នខ្លួនជាងនឹងផងទៅដោយសារតែអាបែហ្នឹងគឺអត់ស្រួលនោះទេចំពោះ Misty វិញនាងក៏បាននិយាយថាវាអត់អីទេព្រោះឯនាងធ្លាប់ហើយនាងអត់ចូលចិត្តឲ្យពួកគេមកញ៉ៃញ៉ៃមួយនាងទេហើយនៅពេលនោះ Minori គាត់ក៏បានពឹងទៅកាន់ Misty ឲ្យជួយទិញអីវ៉ាន់គាត់ផងដែរដោយសារតែគាត់អត់សូវដឹងទីផ្សារនៅកន្លែងទៅនឹងខ្លាចគេបោកដូច្នេះហើយ Minori គឺគាត់មានតែពឹងទៅលើ Misty នឹងឯងហើយពួកគេក៏ចាប់ផ្ដើមណែនាំខ្លួនគ្នាម្ដងទៀតបន្ទាប់ពីណែនាំខ្លួនគ្នាហើយម្នាក់ទាំងសងខាងហ្នឹងគឺដឹងថាបោកគ្នាទាំងសងខាងហ្នឹងនេះឯងចឹងហើយ Minori ក៏បាននិយាយពីអាម៉ាថាអាឈ្មោះហ្នឹងខ្ញុំឈ្មោះខ្លាំងៗខ្ញុំហើយពួកគេក៏ចាប់ផ្ដើមចេញទៅទិញអីវ៉ាន់ផងដែរនៅពេលនោះ Minori ក៏ឲ្យនាងចំនួន3កាក់ប្រាក់នៅពេលនោះ Misty នាងគឺរៀបតែនឹងដួលតែ Minori ក៏ទប់ជាប់ដោយសារតែនាងគឺអត់បានសម្រាប់អស់រយៈពេល3ថ្ងៃមកហើយតែឃើញអញ្ចឹងគឺនាងក៏ដើរចេញទៅបាត់ទៅដោយឃើញអញ្ចឹងហើយនឹង Minori គាត់ក៏ចាប់ផ្ដើមផែនការរបស់គាត់ផងដែរដែលគាត់គឺចូលមកក្នុងលាអាងនឹងនេះឯងហើយក៏បានឃើញនៅអ្នកប្រមាញ់មួយក្រុមនឹងគឺព្យាយាមរត់ចេញពីកន្លែងនឹងខ្លាំងមែនតែម្ដងដោយសារតែបានជួបនៅសត្វចម្លែកខ្លាំងតែមានតែខ្លាំងស្អីជាមួយនឹង Minori ដាក់ពឹសមួយដេកស្ដោក Minori ក៏សាកយ
យកកបិតយកទៅចាក់យេចំសាច់អាបិសាច់ហ្នឹងគឺផុយល្អូតែម្ដងហើយអ្នកដែលឡើងទៅលើអំបញ្ញមិញហ្នឹងគឺបានហៅគ្នាចុះមកក្រោមវិញក៏ស្រាប់តែខែអាបិសាច់មួយហ្នឹងគឺតៃខ្វាន់ដូបាត់ទៅហើយមាននារីដែលគាត់ឃើញអញ្ចឹងគឺអត់វាវល់ទេគឺកើបដើរចេញទៅតែម្ដងហើយនៅពេលនោះផងដែរមាននារីក៏មករកកន្លែងសម្រាប់ហើយអង្គុយមើល state របស់ខ្លួនឯងផងដែរហើយគាត់ក៏បានជួបនៅអាប៉ែដូរ៉ូកេទីម្ដងទៀតផងដែរពួកឯងដឹងទេដាច់ខាតត្រូវតែកំចាត់ម្នាក់ស្រីនឹងឲ្យបានត្រូវធ្វើម្នាក់ស្រីនឹងចាប់ផ្ដើមឈឺបន្តិចម្ដងរហូតដល់នាងសុំទោសសុំចុះចាច់ហើយបន្ទាប់មកអារឿងក្រីក្រោយនឹងពួកឯងចង់យកនាងយកធ្វើស្អីគឺតាមចិត្តទៅពួកឯងចុះអញលេងខ្វល់ទាំងអស់អីដែលសំខាន់ឲ្យតែសម្លាប់ម្នាក់ស្រីនឹងបានទៅគឺបានហើយបន្ទាប់ពីលើបែបនេះមេនារីក៏មានចិត្តខឹងជាខ្លាំងហើយគាត់ក៏ចេញមុខឲ្យពួកនឹងឃើញផងដែរចុយឯងមកពីណានឹងឯងចង់ងាប់អាកូនឯងស្គាល់បងឯងដឹងបងណាគេអូខេឥឡូវមិនបាញ់និយាយច្រើនទេទុកជីវិតឲ្យខ្ញុំផងហើយនឹងអាណាគេហ៎ហ៊ានមកបង្ហើនកន្លែងអញផងត្រៀមខ្លួនងាប់មកហើយរូបពួកឯងហើយដល់ពេលនោះក៏រោគស្ពឹកជាប់បានសម្រេចតែមិនដឹងភាសាស្អីស្ដាប់គ្មានចូលតិចមកបៀកសោះតែហ្មងដោយអត់និយាយច្រើនមីណូរីក៏ដាក់ពឹសបន្ថែមទៀតផងដែរហើយនៅពេលហ្នឹងផងដែរគឺអាប៉ែដូរ៉ូកេទីហ្នឹងក៏បានគុំទៅកាន់មីណូរីចង់សងសឹកអីអញ្ចឹងសងសឹកអាបកាច់យកឥឡូវរយកជីវិតខ្លួនឯងឲ្យតែបានសិនណាហើយមីណូរីក៏បានដើរចេញទៅកន្លែងផ្សេងដែលពួកឲ្យពួកនៅតតាំងជាមួយនឹងបិសាចខ្លួនឯងទៅមានតែប្រហែលធ្វើអីធ្វើខ្លួនឯងទៅបន្ទាប់ពីម្ដងជន់ថ្មីហើយមីណូរីគាត់ក៏សម្រេចចិត្តថាគាត់គឺនឹងសម្រាប់នៅទីនេះបន្ទាប់ពីសម្រាប់អស់រយៈពេល3ម៉ោងមីណូរីក៏ចាប់ផ្ដើមធ្វើដំណើរទៅមុខបន្តទៀតក៏បានជួបនៅក្រុមមួយផងដែរដោយអ្នកចម្បាំងមួយក្រុមនេះគឺមានអារម្មណ៍ថាចម្លែកខ្លាំងមែនទែនដោយសារតែបិសាចនៅក្នុងហ្នឹងគឺអត់មានណាគេកាត់ក្បាលឬមួយក៏ចាក់កអីទេគឺវាងាប់យកតែម្ដងនិយាយចំងាប់ដល់មានប្រើអីតែម្ដងអត់មានឃើញស្នាមកបិតអត់មានឃើញស្នាមអីទេគឺងាប់ដោយចម្លែកយកតែម្ដងបិសាចនៅក្នុងរូងភ្នំមួយហ្នឹងហើយពួកគេក៏មានចិត្តភ័យខ្លាចផងដែរដែលប្រាប់មីណូរីនឹងថាឲ្យប្រយ័ត្នខ្លួនហើយបើសិនជាអាចគឺឡើងទៅលើវិញទៅកុំឲ្យបន្ថយជីវិតខ្លួនឯងនៅកន្លែងហ្នឹងអីតែនៅពេលហ្នឹងមីណូរីក៏បានបដិសេធវិញផងដែរហើយបន្ទាប់ពីឃើញមីណូរីក៏បានបដិសេធហើយម្នាក់ស្រីហ្នឹងក៏បានប្រាប់ទៅកាន់មីណូរីថាបើសិនជាជួបក្រុមផ្សេងកុំភ្លេចប្រាប់រឿងហ្នឹងទៅកាន់ពួកគេផងហើយពួកគេក៏ចាប់ផ្ដើមបំបែកផ្លូវគ្នាត្រឹមហ្នឹងនេះឯងមីណូរីក៏ចាប់ផ្ដើមទៅជន់បន្ទាប់ដែលគាត់ត្រូវតែនឹងទៅផងដែរបន្ទាប់ពីគាត់បានមកដល់ជាន់ដែលគេទៅតែនឹងរកឃើញនឹងហើយមីណូរេគាត់ក៏បានឃើញនៅកន្លែងនោះផងដែរគឺមានពេញនិករាជនឹងនេះឯងមីណូរេក៏ចាប់អារម្មណ៍ទៅលើរូបចម្លាក់មួយនោះផងដែរគាត់ដឹងថាបើសិនជាគាត់យកពេញនេះនឹងចេញរូបចម្លាក់ហ្នឹងនឹងវាប្រហាគាត់ហើយអញ្ចឹងហើយគាត់ក៏ដាក់រោគស្ពឹកមុនទៅពេលដែលដាក់ហើយដូចអីដែលគាត់គិតអញ្ចឹងរូបចម្លាក់ហ្នឹងគឺវាមានជីវិតហើយគាត់ក៏ដាក់ពឹសបន្ថែមទៀតដើម្បីឲ្យបិសាចហ្នឹងគឺងាប់កាន់តែលឿនចង់និយាយថាបែឯងលឿនជាងខ្ញុំទៀតណាហើយនៅពេលនោះមីណូរីគាត់ក៏បានឲ្យកែវភ្នែកនេះឲ្យទៅកាន់មីស្ទីផងដែរដោយមីស្ទីនាងគឺពិតជាផ្អើលខ្លាំងមែនតើដោយសារតែ1300កាក់មីសមិនមែនតិចទេណាតែមីណូរីក៏អត់ខ្វល់គាត់ក៏អត់ចង់ឲ្យជួយដែរតែនៅពេលនោះមីស្ទីនាងគឺនៅតែនិយាយដដែលថានាងគឺចង់ជួយនឹងនេះឯងហើយមីណូរីក៏បាននិយាយទៅកាន់នាងវិញថានិយាយចំទៅអាសបកខ្លួនទុនខ្សោយរបស់ខ្ញុំនឹងគឺគ្រាន់តែជាចំណុចមួយផ្នែកទេចំណុចមួយផ្នែកទៀតរបស់ខ្ញុំនឹងគឺខ្ញុំចង់ទៅរកជាន់ក្រោមមកតង់ទៀតដល់ឃើញថាមីស្ទីនាងអត់ដកថយទេគឺតែងតែដកទាទៅកាន់គាត់តែម្ដងចង់ការពារគាត់អីអញ្ចឹងទៅហើយមីណូរីក៏យល់ព្រមផងដែរតែមីណូរីគាត់មានលក្ខខណ្ឌរបស់គាត់នឹងនេះឯងមីណូរីឲ្យមីស្ទីមកការពារគាត់នឹងគឺមានលក្ខខណ្ឌចំនួន3ទី1នោះគឺគាត់នឹងនៅជាន់ក្រោមនេះបន្តទៀតហើយបើសិនជាទី2នាងគឺចង់ឡើងទៅលើគឺឡើងទៅខ្លួនឯងទៅទី3គឺគាត់អត់ទទួលខុសត្រូវទេនាងធ្វើអីធ្វើទៅគាត់អត់ខ្វល់យកតែម្ដងហើយខ្ញុំសុំដូរឈ្មោះនាងពីមីស្ទីមកសេរ៉ាវិញស្រួលហៅជាងហើយនៅពេលនោះសេរ៉ារបស់យើងនាងគឺថាបញ្ចេញសមត្ថភាពឲ្យមីណារីយើងមើលផងដែរដើម្បីឲ្យគាត់ទុកចិត្តអីអញ្ចឹងណាអូខេគាត់ចប់ហើយប៉ុណ្ណឹងហើយនៅពេលនោះមីណារីក៏សួរទៅកាន់នាងថាតើនាងស្គាល់ពីបិសាចភ្នែកមាសដែរអត់នាងគឺបានបកស្រាយថាប្រភេទពពួកបិសាចភ្នែកមាសទាំងអស់ហ្នឹងភាគច្រើនគឺមានតែអ្នកដែលមកពីក្រៅនោះទេដែលជាអ្នកឆ្លងភពនឹងឯងហើយមីណារីក៏បានប្រាប់ដែរថាគាត់គឺជាអ្នកឆ្លងភពមកហើយនាងក៏បាននិយាយបន្តទៀតដែរថាបើសិនជាវរៈបរោះទាំងអស់ហ្នឹងគឺសម្រាប់មនុស្សគឺនឹងអត់ទទួលបាននៅlevel នោះទេប៉ុន្តែបើសិនជាសម្រាប់ពួកបិសាចភ្នែកមាសទាំងអស់ហ្នឹងពួកគេអាចនឹងបាន level ហើយប្រភេទពពួកបិសាចភ្នែកមាសទាំងអស់ហ្នឹងគឺឆ្លងមកអំពីស្ដេចបិ
សាចនឹងឯងមូលហេតុគ្រប់យ៉ាងគឺមកពីស្ដេចបិសាចដែលបានជាចំហាយមួយដែលមានឈ្មោះថា Demon King Asen ហើយពួកគេក៏ចាប់ផ្ដើមទៅមួយជាន់ទៀតផងដែរដោយសេរ៉ានាងគឺចាប់អារម្មណ៍ទៅកាន់ចំហាយបិសាចតែចំហាយបិសាចនឹងវាទូចពេកចឹងទៅនាងគឺអត់ខ្វាយអត់ខ្វល់អីនោះទេសារគឺទៅវាខ្សោយមានរីគាត់ក៏បានបង្ហាញដែរថានោះគឺជាមិត្តភ័ក្តិរបស់គាត់ដែលជាទឹកចាហួយពីគីនឹងឯងបន្ទាប់ពីបង្ហាញហើយពួកគេក៏ចាប់ផ្ដើមសម្រាកផងដែរអូខេមកដល់ចំណុចនេះខ្ញុំសូមបកស្រាយបន្តិចចំពោះសេរ៉ាដោយសេរ៉ាផ្ទាល់នាងគឺខ្ចីវេទមន្តអំពីព្រះមួយគឺជាព្រះវិញ្ញាណបរិសុទ្ធរេកាលានឹងនេះឯងដែលហ្នឹងគឺជាវេទមន្តប្រែកាយទៅជាមនុស្សណាគ្នាហើយវេទមន្តនឹងផងដែរគឺត្រូវចំណាយការកេងរបស់នាងនឹងឯងហើយនាងគឺជាប្រធានក្រុមអ្នកប្រយុទ្ធសេរ៉ាអាស្រែនឹងឯងហើយរឿងយើងក៏កលេចមកដល់អ្នកចម្បាំងនាគខ្មៅវិញក៏បានរកឃើញអាក្រុមមួយដែលមាននារីបានសម្លាប់តាំងពីដំបូងប៉ុន្តែពួកហ្នឹងគឺយកច្រឡំថាសេរ៉ាអាស្រែនគឺជាអ្នកសម្លាប់ពួកនឹងនោះទេហើយការសម្លាប់មួយនេះវាគឺពិតជាអស្ចារ្យខ្លាំងមែនតើសម្លាប់សូម្បីតែដានមួយក៏គ្មានដែរពិតជាអស្ចារ្យខ្លាំងណាស់សេរ៉ាអាស្រែនម្នាក់ស្រីនេះគឺមិនមែនលំយកទៅលុយដោយអ្វីដែលពួកយើងគឺបានគិតនោះទេបាទហើយគឺថារឿងយើងគឺបញ្ចប់ត្រឹមនឹងនេះឯងនិយាយចំទៅនៅក្នុងវគ្គនេះគឺខ្ញុំទទួលស្គាល់ថាខ្ញុំគឺធ្វើវាគឺអន់ខ្លាំងមែនតើដោយសារតែខ្ញុំគឺខានធ្វើយូរយកតែមែនតើតែម្ដងដោយសារតែខ្ញុំខានធ្វើយូរពេកតពេលមកចាប់ផ្ដើមធ្វើវិញនិយាយពីថាវល់គូពេញនឹងបែកក្អួតពេញហ្នឹងហើយសម្រាយសឹងតែមិនត្រូវពាក្យរបស់វាផងហើយហ្នឹងហើយសេចក្តីបញ្ចប់ខ្ញុំគឺមានតែប៉ុណ្ណឹងបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ